គ្រូថ្ងៃនេះខ្ញុំមកអានកិច្ចការជូនអ្នកគ្រូភូមិពណ៌អៃតងចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរគ្រួសារសូភារស់នៅតាមមាត់សមុទ្រនៅជុំវិញផ្ទះសូភាគ្មានដាំដំណាំអ្វីបន្តិចបន្តួចឡើយថ្ងៃមួយគ្រូណែនាំសិស្សដែលមានលំនៅតាមមាត់សមុទ្រឲ្យដាំដំណាំនិងបន្លែផ្សេងសូភាព្រួយចិត្តក៏ពិគ្រោះជាមួយឪពុកម្ដាយសូភាឲ្យយោបល់យើងគួរលើករងដាំបន្លែនៅក្រោយផ្ទះឪពុកសូភាជំទាស់កូនមិនអាចធ្វើរងដាំដំណាំបានទេព្រោះទឹកលិចដំណាំនឹងរលួយអស់បើកូនចង់ដាំកូនយកទូកចាស់របស់យើងនៅក្រោយផ្ទះមកធ្វើបង្កងដាក់វាឲ្យផុតពីទឹកប្រៃរួចយកដីនិងជីមកដាក់ក្នុងទូកកូនអាចដាំអ្វីបានតាមចំណង់ស្អែកឡើងឪពុកសូភានិងសូភានាំគ្នារកឈើមកកល់ទូកឯម្ដាយសូភាយកផើងមកដាក់ដីរួចដាក់លើធ្នើបន្ទាប់មកគាត់យកគ្រាប់ពូជបន្លែមកកប់ក្នុងផើងឯសូភាក្រោយនិងប្អូនប្រុសយកកូនត្រប់ម្ទេសប៉េងប៉ោះជីនិងស្លឹកគ្រៃមកដាំក្នុងទូក2 ខែក្រោយមកស្លឹកគ្រៃបែកគប់ត្រប់ប៉េងប៉ោះម្ទេសចេញផ្កាផ្លែគួរឲ្យចង់គយគន់សូភានិងគ្រួសាររីករាយយ៉ាងខ្លាំងដោយឮពាក្យសរសើររបស់អ្នកភូមិនិងឃើញដំណាំជុំវិញផ្ទះមានពណ៌បៃតងស្រស់ម្យ៉ាងទៀតដំណាំទាំងនេះអាចជួយផ្គត់ផ្គង់គ្រួសារសូភាបានមួយកម្រិតដែរអរគុណអ្នកគ្រូ